សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាពីការគិតគំនិតស្ថាបត្យកម្មរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំចង់មកបង្ហាញតាក់ទងជាមួយនឹង concept កូនហាងកាហ្វេតូចមួយហើយខ្ញុំចង់បង្ហាញតាំងពីខាងក្រៅជាមួយនឹងខាងក្នុងថាតើរបៀបនៅក្នុងការគិតរបស់ខ្ញុំហ្នឹងគឺខ្ញុំធ្វើរបៀបម៉េចចឹងជាទូទៅនៅពេលដែលយើងចាប់ផ្ដើមគិតនៅគំនិតស្ថាបត្យកម្មអីមួយមិនថាជាកូនជាប្រភេទកូនហាងកាហ្វេឬក៏ជាប្រភេទអាគារផ្សេងៗទេយើងអត់ចាំបាច់ថាយើងត្រូវគិតឲ្យចេញគ្រប់ជ្រុងឬក៏យើងត្រូវគិតឲ្យវាលក្ខណៈថាទាំងមូលសិនដើម្បីក្នុងការចាប់ផ្ដើមធ្វើឲ្យបើសិនសម្រាប់ខ្ញុំវិញចំពោះ project ណាដែលវាយ៉ាងស្មុគស្មាញគឺយើងចាប់ផ្ដើមសម័យឃើញតែមករូបភាពឬក៏ពីររូបភាពអីទៅតាមអារម្មណ៍ទៅតាមអាការគិតរបស់យើងចឹងដូចជាប្រភេទហាងកាហ្វេដែលខ្ញុំចង់គូនេះគឺខ្ញុំសម័យគិតថាជាប្រភេទហាងកាហ្វេមួយដែលវានៅតាមមាត់ទឹកហើយវាមានចំណាំងផ្លាតចូលទឹកចឹងទៅវាធ្វើឲ្យទម្រង់អាគារហ្នឹងជាមួយនឹងទម្រង់ដែលវាចាំងចូលទឹកហ្នឹងគឺវាឃើញស្អាតចូលគ្នាចឹងហើយប្រភេទជាអាគារដែលខ្ញុំចង់គូហ្នឹងគឺខ្ញុំចង់ឲ្យវាស្ថិតនៅលើជំរាលគោលលក្ខណៈថាជំរាលស្មៅចឹងណាហើយវាមានដើមឈើព័ទ្ធជុំវិញហើយវាមានលក្ខណៈដូចជាសតបចឹងវាមើលទៅវាស្តៀងជាមួយនឹងសតបដូចជាសតបស្លឹកឈើក៏ដូចជាសតបដូចស្ទៀងផ្លិតបន្តិចអីតិចចឹងប៉ុន្តែគាត់ថាសតបទាំងអស់ហ្នឹងគឺវាធ្វើឲ្យហ្វាសាតឬក៏វាធ្វើឲ្យតួអាគារហ្នឹងវាមានលក្ខណៈគួរចាប់អារម្មណ៍ហើយចំពោះ interior វិញគឺខ្ញុំគិតយើងគូ interior ហ្នឹងក៏យើងគូឲ្យវាដូចជាមួយនឹង exterior ដែលយើងគូដែរយើងអាចគូឲ្យវាខុសគ្នាបានទេដោយសារតែនេះគឺជាគម្រោងអាគារតែមួយអញ្ចឹងចំពោះ interior ក៏ខ្ញុំគូលក្ខណៈថាវាជាប្រភេទកោងវាមានពីដានកោងធ្លាក់ចូលមកក្រោមវាមានជាប្រភេទតុ counter ក៏ដូចជាមានតុកៅអីកាហ្វេអីចឹងទៅហើយបន្តមកទៀតគឺយើងធ្វើការតម្លើង 3D ប៉ុន្តែការតម្លើង 3D ហ្នឹងគឺយើងអត់ចាំបាច់ធ្វើ detail ទេដោយសារតែខ្ញុំចង់គ្រាន់តែបង្កើតជាទម្រង់ 3D ទៅតាមsketch របស់ខ្ញុំនឹងទេហើយចំពោះ interior ក៏ដូចគ្នាដែរចំពោះ 3D នៅក្នុង interior ហ្នឹងគឺយើង select យក view មួយដែលខ្ញុំចង់ធ្វើជាប្រភេទ render ឬក៏ animation ហ្នឹងហើយ view ហ្នឹងគឺយើងចាប់ផ្ដើមដាក់ទៅតាមសម្ភារៈឬក៏ material ឬក៏តុឬក៏អីដែលខ្ញុំចង់បានហ្នឹងអញ្ចឹងនៅពេលដែលយើងមានទាំងរូប interior ហើយជាមួយនឹងប្រភេទ 3D interior ហ្នឹងហើយក៏ខ្ញុំចាប់ផ្ដើមធ្វើការ renderនឹងធ្វើជា animation ហើយនេះគឺជាលទ្ធផលរូបភាព animation ដែលខ្ញុំទទួលបានបើសិនយើងមើលទៅគឺវាស្រស់ស្អាតមែនតើដោយសារតែវាខ្ញុំឆ្លាញ់ជាមួយនឹងចំណាំងផ្លាចូលទៅក្នុងទឹកហើយជាមួយនឹងទិដ្ឋភាពជុំវិញដែលមានដើមឈើក៏ដូចជាវាស្មៅនឹងហើយចំពោះ interior វិញក៏វាស្អាតដែរដោយសារតែវាបានចំណាំងនៅ exterior ខាងក្រៅក៏ដូចជា environment ចូលមកខាងក្នុងវាមានមនុស្សដើរមានអីចឹងយើងមើលទៅវារស់រវើកមែនតើអញ្ចឹងនេះគឺជារូបភាពក៏ដូចជា interior ដែលយើងទទួលយកបានហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាខ្ញុំមានគំនិតប្លែកៗទៀតគឺខ្ញុំនឹងធ្វើនៅក្នុងវីដេអូបន្តទៀតបើអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តក្នុងការធ្វើជាប្រភេទវីដេអូបែបហ្នឹងសូមជួយ follow ខ្ញុំម្នាក់មួយផងក៏ដូចជា subscribe នៅក្នុង channel YouTube របស់ខ្ញុំផង